sushi មានដើមកណ្ដាលចេញពីខ្មែរអ្នកខ្លះក៏មិនថាមកពីចិនមកពីខ្មែរហ្មងទេគឺគេថា Southeast Asia អាស៊ីអាគ្នេយ៍ហ្នឹងចង់បកស្រាយបន្តិចថាតើរឿងនេះជារឿងពិតអត់អាស៊ីអាគ្នេយ៍យើងមានប្រទេសច្រើនខ្ញុំច្បាស់ជាងគេនោះណាគឺ Southeast Asia ដែលមានទន្លេមេគង្គចិនអ្នកគេគិតមើលទន្លេមេគង្គមានប្រទេសណាក្រៅប្រទេសខ្មែរទេថាលេនៅក្នុងទន្លេមេគង្គគឺមានច្រើននៅក្នុងប្រទេសហ្នឹង sushi គឺជាម្ហូបមួយដែលល្បីនៅលើពិភពលោកខ្លាំងមែនតើណាមិនតែប្រទេសអាស៊ីយើងណាប្រទេសអឺរ៉ុបគេ sushi ដែរប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំចំណាប់អារម្មណ៍ខ្លាំងមែនតើលើ sushi ហ្នឹងគឺវាមិនមែនជារបស់ជប៉ុនទេដើម្បីយើងថែរក្សាទុកនៅត្រីឆៅឲ្យបានយូរគឺយើងត្រូវការធ្វើការផ្អាប់ហ្នឹងគឺអត់មានប្រទេសណាដែលប្រកែកជាងប្រទេសនៅ Southeast Asia អាស៊ីអាគ្នេយ៍យើងហ្នឹងទេ sushi ដំបូងអត់ទាន់មានឈ្មោះជា sushi ទេគឺមានឈ្មោះ Nare Sushi សង្ឃឹមថាអានជប៉ុនត្រូវចោះ Nare Sushi ហ្នឹងគឺជាការផ្អាប់ត្រីជាមួយនឹងបាយហើយនឹងអំបិលប៉ុន្តែដល់ពេលគេយកមកញ៉ាំហ្មងគឺគេញ៉ាំតែសាច់ត្រីហ្នឹងទេអាបាយហ្នឹងឬក៏អង្ករហ្នឹងគឺបោះចោលហើយជាវាមានក្លិនស្អុយបន្តិចមែនណាប៉ុន្តែការធ្វើបែបនេះគឺអាចរក្សាទុកត្រីរហូតបានដល់1ឆ្នាំគឺអត់មានខូចទៅណាទេ Nare Sushi ហ្នឹងគឺបានផ្សាយភាគរហូតដល់ប្រទេសចិនកន្លែងនេះហើយដែលបងប្អូនយើងមកចំនួនថាអូ sushi ហ្នឹងកើតចេញពីប្រទេសចិនមកទេអញ្ចឹងទៅធ្វើឲ្យខ្មែរយើងនេះអត់មានបាន credit អីសោះសតវត្សទី2គឺម្ហូបហ្នឹងបានទៅដល់ប្រទេសចិនទៅហើយប៉ុន្តែម្ហូបនេះគឺចាប់ដើមល្បីនៅប្រទេសជប៉ុនហ្មងចាប់ដើមពីសតវត្សទី8ក្នុងគ្រិស្តសករាជប្រវត្តិវិទូបាននិយាយថា sushi បែបនេះគឺបានបង្កើតឡើងមុនគេបង្អស់គឺនៅ Southeast Asia អាស៊ី5សតវត្សមុនគ្រិស្តសករាជទៀតបន្តមកទៀតបានคล้ายទៅជាម្ហូបមួយដែលល្បីនៅក្នុងប្រទេសជប៉ុននៅក្នុងសតវត្សទី8ប៉ុន្តែម្ហូបនេះគឺមានការវិវត្តខ្លាំងមែនទែនពីមួយឆ្នាំទៅមួយឆ្នាំជប៉ុនណាគេលែងយកអង្ករអីទៅត្រាំត្រីនឹងឬក៏ផ្អាប់ត្រីនឹងឯងគេប្រើទឹកខ្មេះដោយសាររយៈពេលផ្អាប់ជាមួយនឹងទឹកខ្មេះហ្នឹងគឺវាលឿនជាងបងជនជាតិជប៉ុនក៏បានធ្វើម្ហូបហ្នឹងគាត់ផ្អាប់ត្រីចំនួនរយៈពេល1ខែម្ហូបហ្នឹងពីមុនត្រូវផ្អាប់ត្រីចំនួន6ខែអ្នកគ្នាមិនបានញ៉ាំណាប៉ុន្តែជប៉ុនគាត់ឆ្លាតទៅពេលយូរទៅគាត់ចាប់ដើមអាប់ដេតទៅផ្អាប់ត្រីយូរទៅចាប់ពីមួយអាទិត្យទៅជួនកាលមួយថ្ងៃពីរថ្ងៃរហូតដល់ម៉ោងក៏មានដែរទៅលឿនទៅខ្លាំងមែនតើដោយសារគាត់មានឃើញការផ្លាស់ប្រូរសជាតិនៅក្នុងបាយឬក៏សាច់ត្រីនឹងទេហើយយូរទៅគឺគេចាប់ដើមប្រឡាក់បាយនឹងជាមួយនឹងទឹកខ្មេះជាមួយនឹងគ្រឿងហ្មងចាប់ដើមដោយ sushi យើងបន្តិចម្ដងឯណោះហ្នឹង sushi ដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងគឺបានបង្កើតឡើងដោយជនជាតិជប៉ុនម្នាក់មានឈ្មោះថា Hanaya Yohei ឆ្នាំ1800នៅ Edo Tokyo Hanaya Yohei ហ្នឹងគឺគាត់បានបង្កើតនៅ sushi ដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងគឺគាត់បានប្រើត្រីស្រស់តែម្ដងកាត់ជាចំណិតបាយហ្នឹងគឺគាត់បានពូតដុំជាមួយនឹងទឹកខ្មេះត្រីស្រស់ហ្នឹងគឺយកមកដាក់ពីលើដុំបាយហ្នឹងតែម្ដងនេះហើយគឺជា sushi ដែលយើងញ៉ាំរាល់ថ្ងៃហ្នឹងឯងល្បីសរសើរពេញប្រទេសជប៉ុនហើយដោយសាររសជាតិវាឆ្ងាញ់ sushi រាល់ថ្ងៃដែលយើងញ៉ាំហ្នឹងគឺបានទៅដល់ប្រទេសអាមេរិកក្នុងឆ្នាំ1920ប៉ុន្តែអត់មានការទទួលស្គាល់ពីជនជាតិអាមេរិកថា sushi ហ្នឹងឆ្ងាញ់ទេរហូតដល់10-20ឆ្នាំក្រោយអីនោះចូលចិត្តញ៉ាំ sushi ត្រីអីជាងគេ